គ្នាមីសិនមកយើង fail ហើយព្រោះខាងក្រោយអត់មានចេញពណ៌ទេឥឡូវហើយមេស្អាតពេកឥឡូវដាច់ចិត្តធំមើលបដ ாய் ព្រោះអត់ដឹងថនមិនស្អាតមែនទេដូចគំនូអញ្ចឹងសួស្តីទាំងអស់គ្នាខ្ញុំយុគីហើយថ្ងៃនេះខ្ញុំមកថតរូបនៅអង្គរវត្តហើយខ្ញុំមកចំពេលល្អដែរដែលពេលនេះវាទឹកតែភ្លៀងហើយអញ្ចឹងខ្ញុំសង្ឃឹមថាទៅខាងក្នុងខ្ញុំនឹងអាចថត reflection បានដោះទៅតាមដានទស្សនារបស់ខ្ញុំទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់ខាងក្នុងហើយប្លង់នេះគឺប្លង់ខាងមុខតែម្ដងអញ្ចឹងភាគច្រើនគេតែងតែថតដែរទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់ស្រះទឹកហើយប្លង់ reflection នៅនេះស្អាតមែនទែនហើយទឹមភ្លៀងហើយមេឃក៏ស្អាតដែរអញ្ចឹងខ្ញុំនឹងដូរ land wide ដើម្បីថត landscape សិនតោះគ្នាឥឡូវនេះខ្ញុំនឹងដើរទៅខាងមុខតិចទៀតខ្ញុំនឹងទៅថត reflection បណ្ណាល័យវិញបណ្ណាល័យនៅខាងក្រោយនេះហើយខ្ញុំនឹងចាំរហូតដល់ sunset អញ្ចឹង sunset ខ្ញុំនឹងថត sunset reflection ជាមួយនឹង Go ដែរគ្នាមីសិនមកយើង fail ហើយព្រោះខាងក្រោយអត់មានចេញពណ៌ទេឥឡូវហើយដល់ម៉ោងគេបិទទៀតអញ្ចឹងចេញពណ៌ទៅខាងនោះវិញអញ្ចឹងតាមដានទស្សនាមួយខ្ញុំនៅភាពបន្តខ្ញុំនឹងមកម្ដងទៀតដើម្បីថតបានបងប្អូនគ្នាមកខ្ញុំថាមីសិនយើង fail ហើយប៉ុន្តែឥឡូវនេះនៅពេលที่ខ្ញុំដើរចេញទៅខាងក្រៅណាខ្ញុំឃើញពន្លឺស្អាតមែនទេអត់ហេតុដូចឃើញនៅខាងនេះនៅខាងក្រោយក៏មានដែរឥឡូវនេះខ្ញុំប្រព័ន្ធដើរទៅថតតិចខាងនោះក៏ស្អាតដែរទាំងអស់គ្នាមេឃស្អាតពេកឥឡូវដាច់ចិត្តធំមើលបដ ாய் ព្រោះអត់ដឹងថតមិនស្អាតមែនទេដូចគំនូអញ្ចឹងអូ beautiful ខ្ញុំឃើញប្លង់មួយហើយកន្លែងទៅនោះគ្នាសំណាងមែនទែនប្លង់ចុងក្រោយមិញគឺខ្ញុំបានថតបានពីប៉ុស្តិ៍ដែរហើយអត់ដឹងថាវាស្អាតឬក៏មិនស្អាតទេដោយសារតែយើងបញ្ញាប់គៀកម៉ោងដែលគេត្រូវបិទមែនទែនហើយអញ្ចឹងយើងអាចថតបានអាប្លង់ចុងក្រោយពេលដែលចេញមកគឺមេឃស្អាតមែនទែនជួបខ្ញុំនៅវីដេអូក្រោយខ្ញុំនឹងមកម្ដងទៀតខ្ញុំនឹងឡើងទៅប្លង់ខាងលើអញ្ចឹងកុំភ្លេចតាមដានទស្សនាភាគ 2 បាយបាយ